ភ្នំបូកូគឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅឃុំកោះតូចស្រុកទឹកឈូខេត្តកំពតភ្នំនេះមានកម្ពស់1075ម៉ែត្រនិងមានចម្ងាយ42គីឡូម៉ែត្រពីទីរួមខេត្តកំពតរមណីយដ្ឋានធម្មជាតិភ្នំបូកូត្រូវបានរៀបចំឡើងសាជាថ្មីក្នុងឆ្នាំ1922ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនៅលើកំពូលភ្នំនេះគឺមានសំណង់បុរាណជាច្រើនដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំងនៅលើកំពូលភ្នំដ៏ខ្ពស់នេះក៏មានវត្តព្រះពុទ្ធសាសនាដ៏ចំណាស់មួយនៅលើនេះផងដែរវត្តនោះគឺមានឈ្មោះថាវត្តសំពៅ5ថាសំពៅនោះពីដើមសំពៅចិនវាដឹកគ្រឿងអលង្ការមកលក់មកស្រុកខ្មែរហើយកន្លែងហ្នឹងកោះហើយណាហើយកន្លែងហ្នឹងវាសមុទ្រហើយដល់នេះអាសំពៅហ្នឹងវាចូលមកចតដល់ចូលមកចតទៅវាយកយងដកទឹកដល់យកយងដកទឹកទៅវាយងនឹងវាប៉ះដីវាក៏ថាអូអានោះវាទៅព្រះអើវាទៅជាប់ទៅគាត់នៅមួយម៉ាត់ប៉ុណ្ណឹងជាប់មែននៅមិនឆ្ងាយពីទីនេះប៉ុន្មានប្រហែលជា10គីឡូម៉ែត្រគឺជាកន្លែងមួយដែលមានទឹកធ្លាក់2ថ្នាក់ដែលអាចឲ្យភ្ញៀវទេសចរងូតទឹកនិងលំហែអារម្មណ៍នៅទីនោះបានផងដែរ